ខ្ញុំសូមអានការសង្ខេបសេចក្តីអធិប្បាយរបស់លោកគ្រូសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសុខាសប្តាហ៍ថ្ងៃខ្ញុំធ្វើការជាមួយ Young Life Cambodia ខ្ញុំបានរៀបការអស់រយៈពេល13ឆ្នាំមកហើយខ្ញុំមានកូន3នាក់ខ្ញុំបានជឿលើព្រះយេស៊ូវកាលខ្ញុំនៅរៀនថ្នាក់ទី11ខ្ញុំបានទទួលជឿលើព្រះយេស៊ូវតាមរយៈអ្នកដឹកនាំ Young Life ម្នាក់ដែលគាត់បានចំណាយពេលជាច្រើនជាមួយខ្ញុំបានធំធាត់នៅក្នុងគ្រួសារពុទ្ធសាសនិកដូច្នេះវាមិនងាយស្រួលក្នុងការឈរយ៉ាងរឹងមាំនៅក្នុងជំនឿរបស់ខ្ញុំក្នុងព្រះគ្រីស្ទប៉ុន្តែដោយសារព្រះគុណរបស់ព្រះខ្ញុំបានជ្រើសរើសដើរតាមព្រះយេស៊ូវបន្ទាប់ពីទទួលជឿព្រះយេស៊ូវខ្ញុំបានធ្វើការស្ម័គ្រចិត្តជាមួយ Young Life អស់រយៈពេល2ឆ្នាំហើយឥឡូវនេះខ្ញុំបានដើរជាមួយទ្រង់អស់រយៈពេល25ឆ្នាំមកហើយនៅដើមដំបូងនៃដំណើរជីវិតរបស់ខ្ញុំប្រធាន Young Life ម្នាក់គាត់បានសួរខ្ញុំអំពីក្តីសុបិនរបស់ខ្ញុំបាននិយាយថាខ្ញុំចង់ក្លាយជាអ្នកជំនួញអន្តរជាតិហើយគាត់បានអធិដ្ឋានសម្រាប់ខ្ញុំនិងក្តីសុបិនរបស់ខ្ញុំមួយនេះ2ឆ្នាំក្រោយមកគាត់បានអញ្ជើញខ្ញុំឲ្យធ្វើការក្រៅម៉ោងជាមួយ Young Life ប្រាក់ខែរបស់ខ្ញុំមានត្រឹមតែ$60ក្នុងមួយខែប៉ុណ្ណោះប៉ុន្តែព្រះបានប្រើឱកាសនេះដើម្បីបង្កើតអំណោយទានថ្មីនៅក្នុងខ្ញុំភាពជាអ្នកដឹកនាំការបង្កើតសិស្សនិងការចែកចាយមង្គលល្អទៅកាន់យុវជនសប្តាហ៍ថ្ងៃនេះខ្ញុំបានបម្រើការងារនៅ Young Life អស់រយៈពេល24ឆ្នាំមកហើយយុវជនជាច្រើនបានមករកព្រះគ្រីស្ទតាមរយៈពន្ធកិច្ចមួយនេះសូមសរសើរដំកើងដល់ព្រះអម្ចាស់នៅក្នុងម៉ាថាយជំពូក28ខ19ដល់20ព្រះយេស៊ូវមានបន្ទូលថាដូច្នេះចូលចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្សហើយធ្វើពិធីបុណ្យជាមួយទឹកឲ្យគេក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាចូលដឹងថាខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃរហូតដល់អវសានកាលនៃពិភពលោកព្រះយេស៊ូវផ្ទាល់គឺជាគំរូដ៏ល្អឥតខ្ចោះនៃការបង្កើតសិស្សហើយទ្រង់វិនិយោគជីវិតរបស់ទ្រង់ទៅលើសិស្សទាំង12នាក់សប្តាហ៍ថ្ងៃនេះទ្រង់ហៅយើងរាល់គ្នាឲ្យធ្វើដូចគ្នាដែរដើម្បីនាំមនុស្សឲ្យធ្វើជាសិស្សរបស់ព្រះអង្គពន្ធកិច្ច Young Life ផ្ដោតលើការទំនាក់ទំនងជាមួយយុវជននៅកន្លែងដែលពួកគេនៅណែនាំព្រះយេស៊ូវតាមរបៀបដែលត្រឹមត្រូវនិងជួយពួកគេឲ្យរីកចម្រើនក្នុងជំនឿនិងចេះបង្កើតសិស្សជារៀងរាល់ឆ្នាំពន្ធកិច្ច Young Life នីមួយៗបង្កើតអ្នកដឹកនាំពី5ទៅ10នាក់នៅឆ្នាំ2019យើងមានពន្ធកិច្ចតែ7កន្លែងប៉ុណ្ណោះយើងបានអធិដ្ឋានជាមួយគ្នានិងមាននិមិត្តរួមគ្នាមួយហៅថា30មានន័យថានៅឆ្នាំ2030យើងមានគោលដៅចង់មានពន្ធកិច្ច Young Life ចំនួន30កន្លែងដែលធ្វើការជាមួយវិទ្យាល័យចំនួន30និងដង្វាយគ្រប់គ្រងក្នុងស្រុកចំនួន30%នេះមានន័យថាពន្ធកិច្ច Young Life ត្រូវទ្វេគុណពន្ធកិច្ចរៀងរាល់5ឆ្នាំម្ដងសរសើរដំកើងព្រះជាម្ចាស់សូម្បីតែក្នុងអំឡុងពេល COVID ក៏ដោយនៅឆ្នាំ2025យើងបានទ្វេគុណពន្ធកិច្ចបានចំនួន15កន្លែងនេះជាការទ្វេគុណពន្ធកិច្ចលើកដំបូងឥឡូវនេះយើងអធិដ្ឋានសូមឲ្យព្រះអម្ចាស់ធ្វើការទាំងទ្វេគុណពន្ធកិច្ចម្ដងទៀតនៅឆ្នាំ2030ទោះបីជានិមិត្តនេះហាក់ដូចជាមិនអាចទៅរួចសម្រាប់យើងក៏ដោយយើងទុកចិត្តលើព្រះជាម្ចាស់ពីព្រោះព្រះយេស៊ូវមានបន្ទូលសន្យាថាចូលដឹងថាខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃរហូតដល់អវសានកាលនៃពិភពលោកដោយអំណាចនិងដឹកនាំរបស់ទ្រង់គ្មានការអ្វីដែលយើងមិនអាចទៅរួចនោះទេចូលយើងបន្តឆ្ពោះទៅមុខដោយឫទ្ធានុភាពរបស់ទ្រង់ដោយបង្កើតសិស្សសម្រាប់សេរីល្អរបស់ទ្រង់ចាសសូមអរគុណ Thank you so much, Sokha and Bonica, for summarizing. I just wanted to give a quick word of encouragement. I met Sokha because so when I was growing up, I came to really know Jesus through the ministry of Young Life in America. And some of you may have heard of that, maybe not, but essentially it's a parachurch ministry that goes into high schools and middle schools to introduce young people to Jesus and help them grow in their faith. And I still know the vision statement, obviously. And so
what I loved about Young Life and what I still see Sakai doing so well is this, they go where people are. It's this thing we call it incarnational ministry sometimes, but it's this idea of walking alongside of people. And of course, Young Life didn't make this up. This is the way that God operates. This is the way that his vision always is for walking with people. He walked with us in the garden. He even dwelt with his people in the tent of the tabernacle. And then in the fullest way, he came among us in the person of Jesus. And so I'm so grateful for Soka, for the ministry of Young Life. And it's clear that he has a heart for the students here that he's been bringing. And so, if you see him or any of the students, just take some time to encourage them and get to know them.